ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពមួយដែលខ្ញុំបានទទួលជាបញ្ញាអីវ៉ាន់ដែលមានចម្ងាយផ្លូវចម្ងាយ20គីឡូដែលអីវ៉ាន់ហ្នឹងគឺខ្ញុំទទួលអំពីទីតាំងនៅមាត់លូក្បែរផ្សារបឹងតបែកហើយយកទៅដល់ភ្ញៀវនៅបូរីសំរោងខណ្ឌព្រែកភ្នៅបាទហើយក៏យើងធ្វើដំណើរឆ្លងកាត់នៅមហាវិថីធំផ្លូវលំហើយនឹងផ្ដិតយកនៅសកម្មភាពជាច្រើនដែលបងប្អូនយើងកំពុងតែធ្វើដំណើរនៅលើដងវិថីមានទាំងរថយន្តធុនតូចធុនធំមានទាំងបងបងប្អូនដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារជាមួយនឹងក្រុមហ៊ុនផ្សេងហើយនឹងជាមួយនឹងសកម្មភាពផ្សេងទៀតដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាកំពុងតែប្រកបនៅមុខរបរផ្សេងគ្នាសកម្មភាពនេះគឺខ្ញុំថតនៅប្រហែលជាម៉ោង12បងប្អូនឥឡូវគឺយើងបានមកដល់ start Olympic បាទនេះគឺជា stop ហើយខ្ញុំក៏បានមកដល់ភ្លើង stop ហើយក៏បានឈប់រងចាំភ្លើង stop queue មកដល់ទើបយើងមានសិទ្ធិในការឆ្លងដំណើរឆ្ពោះទៅមុខទៀតបាទនិយាយរួមទៅមិនថាមហាវិថីណាឬក៏ផ្លូវណាទេគឺភាពមមាញឹកនៅលើដងវិថីគឺនៅតែមានភាពណែនណាត់មានភាពមមាញឹកជាខ្លាំងបាទនេះគឺខ្ញុំធ្វើដំណើរមកដល់មហាវិថីផ្លូវទេពផនបាទផ្សារមុខផ្សារដេប៉ូបាទដោយសារនេះខ្ញុំដាក់ speed បើមិនដាក់ speed ទេគឺវីដេអូវារៀងវែងបន្តិចបាទអញ្ចឹងគឺយើងធ្វើដំណើរកន្លែងនេះគឺភ្លើង Q ខ្ញុំក៏បានធ្វើដំណើរឆ្លងទៅមុខបន្តទៀតបាទសកម្មភាពថតនេះគឺកំពុងតែនៅមេឃកំពុងតែក្តៅឡើងចង់ស្វាងមុខយកហ្មងបងប្អូនបាទឥឡូវគឺខ្ញុំធ្វើដំណើរមកដល់ស្ពាន5មករាដែលចិត្តនៅអគ្គពន្ធដារកយរាជធានីភ្នំពេញឆ្ពោះទៅរង្វង់មូទូកឹកឬក៏ឆ្ពោះទៅផ្លូវទៅអង្គតែនទូកឹកបាទនេះគឺយើងកំពុងតែស្ថិតនៅក្នុងក្រោមស្ពានជីវិតអ្នកដឹកនៅពេលតែបានបងឆ្ងាយឆាប់បានលុយប៉ុន្តែក៏ឆាប់ល្វើយក៏ឆាប់នឿយក៏ឆាប់អស់កម្លាំងដែរបងប្អូនដឹកតា2ជើង3ជើងជាប់គ្នាមួយជើងតែ10គីឡូមួយជើង20គីឡូតែ3 4ជើងជាប់គ្នាតនីថាដឹងថាខ្សោះខ្លួនហ្មងឥឡូវប៉ុណ្ណឹងខាងក្រោយកង់3ឥឡូវមកដល់រង្វង់មូស្តុបទូកឹកឡើយតោះយើងធ្វើដំណើរឆ្ពោះទៅមុខទាំងអស់គ្នាទៀតដូចខ្ញុំនិយាយខាងដើមចឹងមិនថានៅតំបន់ណាខណ្ឌណាគឺនៅលើដងវិថីគឺនៅតែមានភាពមមាញឹកនៅតែមានភាពកកស្ទះបងប្អូនប្រជាពលរដ្ឋកំពុងតែធ្វើដំណើរទាំងអស់គ្នាយោឥឡូវគឺចិត្តដល់រង្វង់មូអង្គតែនទូកឹកហើយបងប្អូនមើលឃើញតែអង្គតែននេះគឺដឹងតែស្គាល់
នេះគឺកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅរង្វង់មូកម្មកុសិទ្ធីជាទូទៅចិត្តដល់រង្វង់មូកម្មកុសិទ្ធីហ្នឹងក៏រៀងស្ទះខ្លាំងតិចដែររៀងរាល់ថ្ងៃព្រោះផ្លូវកន្លែងរង្វង់មូនេះវារៀងឈប់រៀងយូរដោយសារផ្លូវបំបែកជា5ជា6ឥឡូវខ្ញុំកំពុងតែឆ្ពោះទៅលើផ្លូវជាសភារាឬក៏ផ្លូវ598អញ្ចឹងចិត្តដល់សល់ប្រហែលជា10គីឡូទៀតបានដល់វ៉ាបងHonda វ៉ាអត់ដាច់គាត់សោះធម្មតាគេម៉ូតូអាគុយកម្លាំង120ម៉ូតូអាសង់កម្លាំង120ហើយខ្លួនឯងជិះម៉ូតូអាគប់ចង់វ៉ាអូវ៉ាដាច់ពើងសบายម្យ៉ាងដែរម៉ូតូអាគប់វ៉ាម៉ូតូអាសង់ដាច់ឥឡូវដល់ពេញហួតផ្លូវ598ទឹកភ្នែកបងស្រង់មិនមែនគ្មានបញ្ហាហេតុអ្វីជីវ៉ាអូនហាក់ធ្វើមិនដឹងនេះស័យស្នេហ៍យើងបានត្រឹមតែប៉ុណ្ណឹងហេតុអ្វីប្រលឹងអូនដាច់ចិត្តចាក់ចោលបងដឹងដងមួយនេះទឹកខ្ទមអស់ហើយរឿងយូរពេកហ្នឹងជាប់ copyright ទៀតហ្នឹងធានាថាมันជាប់ចុះឥឡូវអូខេបងប្អូនយើងផុតផ្លូវ598ហើយឥឡូវកំពុងតែឆ្ពោះឡើងទៅផ្លូវ highway ផ្លូវជាតិលេខ5អូខេចិត្តដល់ផ្លូវជាតិលេខ5ហើយឥឡូវកំពុងតែឆ្លងស្ពានអូខេឥឡូវគឺដល់ផ្លូវគីឡូម៉ែត្រលេខ9ស្តុបកន្លែងនេះគេអត់ដឹងថាហៅស្តុបអ្វីដែរទេប៉ុន្តែគឺស្តុបឡើងទៅផ្លូវជាតិលេខ5បាទឥឡូវកំពុងតែរងចាំភ្លើងស្តុបកន្លែងនេះសូមបំពេញភ្លើងស្តុបបន្តិចហើយបងប្អូនដោយសារឃើញមានឡានមួយនៅពីមុខគាត់បាំងអញ្ចឹងអូខេមានតែទៅស្របជាមួយនឹងឡានអូផ្លាកនេះធំណាស់គ្រប់ត្រនឹងជឿជាក់លើក៏វរៈកងទ័ពនេះគឺជាសាលារៀន Festival ដែលជាសាលារៀនដែលខ្ញុំរៀនកាលពីឆ្នាំ2012កុំព្យូទ័រហើយជាមួយនឹងភាសាអង់គ្លេសអូខេអញ្ចឹងគឺចិត្តដល់ស្ពានព្រែកភ្នៅដែរបងប្អូនប៉ុន្តែវីដេអូនេះគឺខ្ញុំធ្វើដំណើរចង់ចូលកន្លះម៉ោងជាងដែរដែលបោកទាំងផ្លូវស្ទះបោកជាមួយនឹងល្បឿនម៉ូតូខ្លួនឯងបានត្រឹមតែ50គីឡូក្នុង1ម៉ោងទៀតចឹងមានតែតាមដំណើរនឹងតែបងប្អូនអើយធ្វើម៉េចបើយើងគ្មានម៉ូតូថ្មីជិះនឹងគេមានតែជិះម៉ូតូចាស់នឹងឯងអូខេឥឡូវកន្លែងនេះបង្អង់តិចដោយសារមានឡានគាត់សុំអត្ថភាពនៃការដែលបត់ថយក្រោយឥឡូវគឺចិត្តដល់ស្ពានព្រែកភ្នៅហើយដល់ស្ពានព្រែកភ្នៅហើយបងប្អូនទាំងអស់គ្នា
ដល់ផុតព្រៃភ្នៅទៅរៀងស្រឡះបន្តិចអត់សូវមានម៉ូតូឡានច្រើននេះឆ្លងផុតផ្ទាំងប៉ាណូហ្នឹងជិតដល់ផ្សារព្រៃភ្នៅបាទនេះស្ពានឆ្លងទៅស្ពានហ្នឹងគេដល់ផ្សារព្រៃភ្នៅហើយប៉ុន្តែគឺឆ្ពោះទៅមុខបន្តទៀតផ្លូវជាតិលេខ5រៀងស្រឡះអត់សូវមានឡានបណ្ដោយផ្លូវជាតិលេខ5ស្បូរការ៉ាសាំងតេឡាការ៉ាសាំងកាតិចការ៉ាសាំងតូតាការ៉ាសាំងសូគីមិចដោយសារនៅមកប៉ែកខាងនេះវាក្បែរមាត់ទន្លេវាក្បែរកំពង់ផែនៅគោលដៅនៅសល់ប្រហែលជាប្រមាណគីឡូ3-4គីឡូទៀតដល់ទីតាំងភ្ញៀវដែលត្រូវទម្លាក់អីវ៉ាន់ជិះឡើងមកស្ពឹកគូតឬខ្លួនឡើង4-10ដងឥឡូវអូខេដល់ទីតាំងហើយនេះគឺបុរីសំរោងមានឈ្មោះពេញបណ្ដៃខ្ញុំសុំហៅកាត់បាទពីមុនកន្លែងនេះសិតតែមាត់ព្រែកមាត់បឹងទេបងប្អូនអើយឥឡូវបរិយឡើងពេញឡើងណែនអស់ហើយក៏សូមអរគុណបងប្អូនទាំងអស់ដែលទស្សនានៅវីដេអូនេះក៏សូមជូនពរឲ្យមានសេចក្តីសុខសេចក្តីចម្រើនហើយក៏សូមអភ័យទោសសម្រាប់ការបញ្ចូលនៅសំឡេងមិនសូវល្អសូមអរគុណច្រើនសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ហើយនិងជួយចុច Like នៅក្នុង YouTube របស់ខ្ញុំផងសូមអរគុណច្រើន